ជំរាបសួរនិងសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Khmer Code Academy បាទអញ្ចឹងនៅក្នុងមេរៀនមុនហ្នឹងគឺខ្ញុំមានកំហុសមួយនៅក្នុង method find by id ហ្នឹងអញ្ចឹងយើងទៅមើលទាំងអស់គ្នានៅក្នុង method find by id នេះគឺយើងអាចទៅ query វាបានទេអញ្ចឹងយើងអាច run វាសាកមើលហើយ method ហ្នឹងគឺអត់បានដំណើរការទេនៅក្នុងវីដេអូមុនហ្នឹងគឺហើយយើងក៏អត់បានតែដូចគ្នាអញ្ចឹងយើងសាកមកតេស្តនៅលើ Postman ខ្ញុំសាកតេស្ត student list សាកមើលសិន student list គឺយើងអាចទាញយកមកបានទាំងអស់ក៏តែជាក់ស្ដែងនៅក្នុង find by id នេះគឺវា error ដោយសារតែ SQL ដែលយើងប្រើនៅក្នុងនេះគឺយើងប្រើ JPSQL ឬក៏ Java Persistent Query Language ហ្នឹងបានន័យថាយើងប្រើប្រាស់ entity របស់ Java ផ្ទាល់ហើយយកមកធ្វើ alias ហើយ select បែបនេះបើសិនជាយើងចង់ select បែបហ្នឹងគឺយើងអត់ដាក់ native query នេះទេ native query បានន័យថាយើងទំនាក់ទំនងផ្ទាល់ទៅកាន់ database របស់យើងតែម្ដងអត់តាក់ទងជាមួយនឹង Java ខ្លះឬក៏ entity ខ្លះដែលមាននៅក្នុង Java language របស់យើងទេអញ្ចឹងខ្ញុំ restart មួយមកអូខេអញ្ចឹងយើងទៅ run Postman យើងម្ដងទៀតអញ្ចឹងខ្ញុំ send យើងទទួលបាន ID ឬក៏ student ID តាមដែលយើងចង់បានឥឡូវយើងមកមើលលើ query ហ្នឹងយើងចង់ប្រើ native query ឡើងវិញអញ្ចឹងខ្ញុំ control Z មកបើសិនជាយើងចង់ប្រើ native query បែបនេះគឺយើងអត់ប្រើ alias s បែបនេះទេយើងប្រើផ្កាយមកហើយ student នេះគឺយើងប្រើ student ដែលត្រូវទៅនឹង student ដែលមាននៅក្នុង database អញ្ចឹង student ក្នុង database គឺវាមាន s បែបនេះហើយអក្សរទូចធម្មតាអញ្ចឹងមកអក្សរធំក៏ប្រហែលជាដែរអញ្ចឹងយើងអាច restart មកអូខេយើងអាចតេស្តម្ដងទៀតបានអញ្ចឹងខ្ញុំ send មកអូវាអត់ដំណើរការអញ្ចឹងយើងមកមើលតើមានកំហុសអីកើតឡើង student sid នេះយើងលុប sid នេះ s.id នឹងចេញហើយអញ្ចឹងខ្ញុំ restart ម្ដងទៀតយើងឃើញថា function របស់យើងគឺបានដើរដូចធម្មតាហើយសូមអរគុណ